លេងប្រុសដែលមើងងាយការសិក្សានៅភូមិតូចមួយមានក្មេងប្រុសម្នាក់ឈ្មោះវុទ្ធីគាត់ជាក្មេងឆ្លាតប៉ុន្តែមិនចូលចិត្តរៀនសូត្រឡើយរាល់ថ្ងៃពេលមិត្តភ័ក្តិទៅសាលាវុទ្ធីតែងតែដើរលេងចាប់ត្រីនិងលេងហ្គេមលោកគាត់តែងនិយាយថាការរៀនមិនសំខាន់ទេខ្ញុំអាចរស់នៅបានដោយមិនចាំបាច់សិក្សាឪពុកម្ដាយនិងគ្រូបង្រៀនបានណែនាំជាញឹកញាប់ប៉ុន្តែវុទ្ធីមិនស្ដាប់ឡើយគាត់បន្តមើលងាយការសិក្សានិងមិនខិតខំប្រឹងប្រែងក្នុងថ្នាក់ពេលវេលាកន្លងផុតទៅវុទ្ធីធំឡើងថ្ងៃមួយគាត់បានទៅដាក់ពាក្យសុំការងារម្ចាស់ក្រុមហ៊ុនបានឲ្យគាត់អានឯកសារនិងបំពេញព័ត៌មានក្នុងទម្រង់មួយដោយសារគាត់មិនសូវចេះអាននិងសរសេរគាត់មិនអាចបំពេញការងារបានល្អទេជាលទ្ធផលគាត់មិនត្រូវបានជ្រើសរើសឲ្យធ្វើការនោះឡើយនៅពេលនោះវុទ្ធីមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងព្រោះនឹកឃើញពាក្យណែនាំរបស់ឪពុកម្ដាយនិងគ្រូបង្រៀនដែលធ្លាប់ប្រាប់ថាការសិក្សាគឺជាគន្លឹះនៃអនាគតដ៏ល្អចាប់តាំងពីថ្ងៃនោះមកវុទ្ធីបានផ្លាស់ប្ដូរខ្លួនឯងគាត់ខិតខំរៀនអានសរសេរនិងសិក្សាជំនាញផ្សេងៗបន្ថែមទោះបីជាយឺតជាងអ្នកដទៃក៏ដោយគាត់មិនបោះបង់ឡើយដោយមកគាត់អាចរកបានការងារល្អមួយនិងមានជីវភាពកាន់តែប្រសើរអប់រំរឿងនេះបង្រៀនយើងថាការសិក្សាគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃអ្នកដែលខិតខំរៀនសូត្រនឹងមានចំណេះដឹងនិងឱកាសល្អៗសម្រាប់អនាគតដូច្នេះយើងមិនគួរមើលងាយការសិក្សាឡើយ